ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់នាងខ្ញុំសុគន្ធបញ្ញាថ្ងៃនេះខ្ញុំមានមុខម្ហូបដ៏ពិសេសមួយមុខសម្រាប់បង្ហាញដល់បងប្អូនទាំងអស់គ្នានោះគឺស៊ុបអន្ទង់នេះដែរគឺជាមុខម្ហូបមួយដ៏ពេញនិយមសម្រាប់បងបុរសនៅពេលដែលមានកម្មវិធីនៅពេលដែលយើងធ្វើម្ហូបស៊ុបអន្ទង់នឹងជូនគាត់ពិសាគឺត្រូវម៉ាត់ត្មងជាមួយនឹងរសជាតិភេសជ្ជៈត្រជាក់សម្រាប់ការជួបជុំគ្នាពេលល្ងាចឡើងហើយស៊ុបអន្ទង់នេះផងដែរក៏បើកម្លាំងខ្លាំងដែរបងប្អូននារីគួរតែរៀនធ្វើស៊ុបអន្ទង់នេះទាំងអស់គ្នាសម្រាប់បើប្តីរបស់យើងតើកុំឲ្យខាត់ពេលយូរខ្ញុំនឹងបង្ហាញអំពីគ្រឿងផ្សំនិងវិធីធ្វើស៊ុបអន្ទង់សម្រាប់គ្រឿងផ្សំមានដូចជាសម្រាប់បន្លែខ្ញុំមានត្រយូងចេកមួយផ្លែត្រយូងចេកហ្នឹងខ្ញុំបកសបកយកតាអាខ្ចីទេអាខ្ចីអាបដោចឹងមកបានធ្វើម្ហូបទៅឆ្ងាញ់ហើយមានជីរណាម្អមសំខាន់ណាស់គឺធ្វើឲ្យស៊ុបរបស់យើងមានក្លិនឈ្ងុយខ្ញុំក៏មានទឹកដោះគោឆៅមួយកំប៉ុងដែរទឹកដោះគោឆៅម៉ាកផ្កាឈូកជាផលិតផលរបស់ក្រុមហ៊ុនជីបម៉ុងហើយខ្ញុំប្រើផ្សិតម្ជុលហើយសម្រាប់គ្រឿងអន្ទង់វិញគ្រឿងសម្រាប់ធ្វើទឹកស៊ុបហ្មងខ្ញុំមានស្លឹកក្រូចខ្ទឹមក្រហមខ្ទឹមសរំដេងហើយនឹងគល់ស្លឹកគ្រៃយើងហាន់លាងវាបានស្អាតចឹងមកចំពោះទឹកស៊ុបដើម្បីឲ្យមានរសជាតិផ្អែមយើងត្រូវប្រើទឹកដូងអញ្ចឹងខ្ញុំប្រើផ្លែដូងចំនួន1ផ្លែហើយសម្រាប់អន្ទង់វិញគឺយើងយកអន្ទង់សែនណាបានមានរសជាតិឆ្ងាញ់អន្ទង់ចំនួនកន្លះគីឡូសម្រាប់គ្រឿងទេសវិញមានម្សៅស៊ុបខ្នុរទឹកត្រីអំបិលប៊ីចេងហើយនឹងស្ករតោះជាដំបូងយើងទៅចាប់ផ្ដើមលាងអន្ទង់សិនអន្ទង់ហ្នឹងគឺចំនួនកន្លះគីឡូណាពីរហ្នឹងណាហើយអន្ទង់ហ្នឹងគឺជាអន្ទង់តលេយើងយកអន្ទង់តលេឬក៏អន្ទង់សែបានវាអត់សូវមានក្លិនឆ្អាបហើយមានរសជាតិឈ្ងុយឆ្ងាញ់បើមិនជាបងប្អូនទិញចំអន្ទង់ចំគឺទឹកស៊ុបរបស់យើងអត់ឆ្ងាញ់ទេហើយខ្ញុំឲ្យអ្នកលក់គាត់ជួយវះហើយមកហើយយកមកយើងលាងអំបិលឲ្យស្អាតលាងអំបិលច្រើនទឹកមែនតែន 5-6 ទឹកដើម្បីឲ្យអស់ជាតិរំអិលណាហើយដើម្បីឲ្យអន្ទង់អស់ជាតិរំអិលមែនតែនហ្មងណាបងប្អូនត្រូវយកទឹកក្តៅមកស្រោចអន្ទង់មួយទឹកសិនហើយបន្ទាប់មកទៀតយើងយកកាបិតយកមកកោសអន្ទង់នឹងម្ដងទៀតដើម្បីឲ្យវាអស់ជាតិរំអិលមែនតែនហ្មងណាបងប្អូននិយាយទៅការលាងអន្ទង់ត្រូវប្រកាសថាអន្ទង់នឹងអស់ជាតិរំអិលស្អាតហើយអត់មានក្លិនឆ្អាបបងប្អូនអើយធ្វើស៊ុបអន្ទង់អត់យូរទេតែយូរនឹងលាងអន្ទង់នឹងហ្មងគាត់តែលាងអន្ទង់ចំណាយពេលចង់កន្លះម៉ោងបន្ទាប់ពីលាងអន្ទង់ស្អាតហើយខ្ញុំចាប់ផ្ដើមមកហាន់អន្ទង់ជាកង់វិញម្ដងអន្ទង់ហ្នឹងយើងកុំហាន់ទូចពេកហើយក៏ទុកកុំធំពេកដែរប៉ុណ្ណឹងគឺល្មមហើយសម្រាប់ការធ្វើស៊ុបពេលយើងដួសញ៉ាំទៅគឺមកពេញមាត់តែម្ដងហើយសូមអធិស្ឋានផងបងប្អូនអើយនៅផ្ទះខ្ញុំសបោរយណាស់ឲ្យតែមានដាក់បន្លែសាច់អីមកអញ្ចឹងគឺតាក់ទាញរុយមែនតែនហ្មងហើយនេះខ្ញុំហាន់អន្ទង់ហើយយើងចាប់ដើមមកធ្វើគ្រឿងធ្វើទឹកស៊ុបវិញម្ដងជាដំបូងយើងត្រូវដាក់ខ្ទះដាក់ខ្លាញ់បន្ទាប់មកទៀតដាក់គ្រឿងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយនឹងខ្ទឹមក្រហមខ្ទឹមសហ្នឹងរំលីងចូលគ្នារំលីងឲ្យវាមានក្លិនឈ្ងុយសិនណាបងប្អូនបន្ទាប់មកទៀតយើងដាក់អន្ទង់របស់យើងចូលទៅក្នុងខ្ទះហ្នឹងហើយកូរច្បល់វាមួយសន្ទុះទុកផ្ងំវាឲ្យបានឆ្អិនប្រហែលជា30%ណាកំឡុងពេលដែលខ្ញុំអបអន្ទង់ហ្នឹងខ្ញុំចាប់ផ្ដើមមកហាន់ត្រយូងចេករបស់ខ្ញុំវិញត្រយូងចេកនេះយើងហាន់ជាកង់ហាន់ទៅតឹងក៏បានដែរបងប្អូនហាន់តាមចំណង់ចិត្តរបស់យើងមកហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមហាន់ជីរណាហើយនឹងម្អមសម្រាប់បន្លែថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានតកួនឬក៏កូនស្បៃបូកឬក៏ផ្សិតច្បើងអីអាចដាក់បន្ថែមទៀតបានអាហ្នឹងតាមចំណង់ចិត្តរបស់យើងទេដាក់បន្លែកាន់តែច្រើនកាន់តែមានរសជាតិឆ្ងាញ់ហើយនេះយើងមកមើលអន្ទង់វិញបន្ទាប់ពីដាក់លើភ្លើងប្រហែលជាមួយស្ទុះមកបានឆ្អិនប្រហែលជា40%ហើយខ្ញុំចាប់ដើមយកអន្ទង់នឹងទៅទុកម្លាយសិនហើយមករៀបឆ្នាំងសម្រាប់ធ្វើស៊ុបវិញអញ្ចឹងដំបូងហ្នឹងយើងដាក់ត្រយូងចេកបន្ទាប់មកយកអន្ទង់របស់យើងដាក់ចូលមកដួសដាក់ឲ្យពេញឆ្នាំងអញ្ចឹងមកណាបងប្អូនហើយដោយសារខ្ញុំអត់ប្រើទឹកជាទេខ្ញុំប្រើទឹកដូងនេះទឹកដូងខ្ញុំដាក់ចំនួន1ផ្លែរួចយើងស្រោចពីលើចឹងមកហើយបន្ទាប់មកទៀតយើងគ្របកម្របសិនទុកមួយសន្ទុះបន្ទាប់ពីមួយសន្ទុះមកនេះអន្ទង់ចាប់ផ្ដើមឆ្អិនហើយខ្ញុំចាប់ផ្ដើមផ្សំគ្រឿងដែលមានអំបិលម្សៅស៊ុបខ្នុរស្ករសប៊ីចេងហើយនឹងទឹកត្រីហើយបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តណាសម្រាប់រសជាតិវិញគឺ
មិនប្រៃពេកមិនផ្អែមពេករសជាតិគឺចេញពីអន្ទង់ចេញពីត្រយូងចេកចេញពីទឹកដូងហើយបន្តមកទៀតខ្ញុំបន្ថែមទឹកដោះគោឆៅហ្នឹងទឹកកន្លះកំប៉ុងបានហើយបន្តមកទៀតយើងបិទកម៉ប់ទៅហើយផ្ងុំចោលមួយសន្ទុះឲ្យវាឆ្អិនល្អណាបងប្អូនខ្ញុំធ្វើការរំងាស់ស៊ុបអន្ទង់យើងប្រហែលជា10នាទីបន្ថែមទៀតដើម្បីឲ្យវាបានឆ្អិនល្អហើយបុកក្លិនវិញគឺចាប់ផ្ដើមភាយមកបដាហើយបងប្អូននេះបន្ទាប់ពីឆ្អិនហើយយើងចាប់ផ្ដើមដាក់ម្អមហើយនឹងជីរណាពេលហ្នឹងយើងបិទភ្លើងទៅព្រោះដោយសារឆ្អិនហើយអត់ចាំបាច់រំងាស់យូរពេកទេព្រោះម្អមកាលណាដែលវាត្រូវភ្លើងខ្លាំងគឺវាអស់ក្លិនហើយចំពោះម្អមគឺជាបន្លែមួយមុខដែលមិនអាចអត់បានទេសម្រាប់ការធ្វើស៊ុបអន្ទង់នេះបងប្អូនអើយឆ្អិនហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានហើយនិយាយពីថាទំនងបងប្អូនអើយណាគេខ្លះចូលចិត្តញ៉ាំស៊ុបអន្ទង់ជួយខមមិនខាងក្រោមមកស៊ុបអន្ទង់ហ្នឹងគឺមានវិធីធ្វើផ្សេងគ្នាចំពោះអ្នកខ្លះវិញគាត់ធ្វើការបំពងអន្ទង់ជាមួយនឹងប្រេងឲ្យបានក្រៀមល្អហើយបានដាក់ចូលទៅក្នុងស៊ុបប៉ុន្តែចំពោះខ្ញុំគឺគូសារបស់ខ្ញុំគាត់ថាអត់ចាំបាច់បំពងទេគ្រាន់តែឆារំលីងជាមួយនឹងគល់ស្ក្រៃម្ដេចហ្នឹងទៅគឺក្លិនឈ្ងុយហើយកាលណាបំពងទៅដូចជាចេញទៅរសជាតិមួយបែបម្យ៉ាងទៀតចឹងណាគឺរសជាតិផ្សេងគ្នាហើយការធ្វើដូចខ្ញុំនេះអាចហៅម្យ៉ាងទៅថាអប់អន្ទង់ត្រយូងចេកគឺអាចហៅបានដូចគ្នាគឺវាហៅស៊ុបអន្ទង់ក៏បានហៅអប់អន្ទង់ជាមួយនឹងត្រយូងចេកក៏បានដែរតោះបងប្អូនមកញ៉ាំជាមួយគ្នាហើយនេះផ្សិតម្ជុលឆ្ងាញ់ជាងគេបន្លែផ្សិតម្ជុលហ្នឹងគឺឆ្ងាញ់ហ្មងហើយយើងអាចយកអន្ទង់ហ្នឹងជ្រលក់ជាមួយនឹងទឹកត្រីកោះកុងដើម្បីបន្ថែមរសជាតិណាហើយសម្រាប់វីដេអូរបស់ខ្ញុំគឺចប់ត្រឹមហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like ហើយជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងណាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា